ok thằng ngày ní dương riêng làm pi use to dương bọc mày mò thắt lóp chẳng use to cái prao viên ở bên na cái prao use to ở đây này vô mình đấy cái bao nhiêu mình đấy dương pra use to ní đầm bay này giấy ẩm pí sự than là phiếp rứ co tầm lóp đại cao miên được nóng ạ tây ta ca sẽ ca mà phiếp rứ tầm lóp chẳng ở ní trâu ban bản chọn rồi hỏi u bia mình miên tia tê nơi không pê ba chợ bản lấy trong chập làm oi rùa bò mổ bò vía cứ tụm rong miên chùm nôn buồn nơi không cà pra on be used to they are for form in using about used to miên tụm rong chùm nôn buồn nơi không cà pra on be used to tụm rong ti mùi affirmative form chẳng form one bò vía form ti mùi bò vía subject plus used to plus verb based form verb based form mà bạn nó cứ mi ra verb tung ti mùi giờ ai ta say verb tung ti mùi các bạn đấy plus object bố chữ mùi nâng cả mà bạn và thiến bố chữ mùi nâng pi used to bố chữ mùi nâng verb tung ti mùi hay verb based form bố chữ mùi nâng cả mà bạn ưu tiên họ I used to study French in 1981ខ្ញុំធ្លាប់រៀនភាសាបារាំងនៅឆ្នាំ1981អញ្ចឹងសួរតើឥឡូវហ្នឹងធ្លាប់ទៀតទេឥឡូវហ្នឹងរៀនទៀតទេអត់ទេឥឡូវចប់ហើយអញ្ចឹងធ្លាប់រៀននៅឆ្នាំ1981ឥឡូវហ្នឹងយើងចប់ហើយឥឡូវគ្មានទៀតទេ I used to study French in 1981ខ្ញុំធ្លាប់រៀនភាសាបារាំងនៅឆ្នាំ1981អញ្ចឹង used to ខាងក្រោយ used to គឺ verb 1អានេះគឺ verb base form នេះគឺ base form នេះយកមកឧទាហរណ៍មួយទៀត she used to sleep at 10 o'clock when she was 18 years old នាងធ្លាប់ដេកនៅម៉ោង10នាងធ្លាប់គេងនៅម៉ោង10កាលពីនាងមានអាយុ18ឆ្នាំអញ្ចឹងឥឡូវហ្នឹងនាងអត់អាចដេកនៅម៉ោង10បានទៀតទេឥឡូវនេះនាងមិនអាចដេកនៅម៉ោង10ទៀតបានទេមានន័យថានាងចាស់ហើយអញ្ចឹងអាចគាត់សម្រាននៅម៉ោង9ម៉ោង8គឺម៉ោង10ដូចមុនគឺមិនមានទៀតទេអញ្ចឹងខ្ញុំបញ្យល់ម្ដងទៀតនាងធ្លាប់គេងនៅម៉ោង10កាលពីនាងនៅពីអាយុ18ឆ្នាំអញ្ចឹងកាលពីនាងអាយុ18ឆ្នាំគឺនាងធ្លាប់គេងនៅម៉ោង10ឥឡូវនេះគឺគាត់ចាស់ហើយអញ្ចឹងគាត់លែងទទួលទានដំណេកនៅម៉ោង10ហើយអាចម៉ោង9អាចម៉ោង8អញ្ចឹងយើងខាងក្រោយ used to គេខាងក្រោយ used to គឺ verb 1គឺ base form គឺរូបមន្ត base form នេះ verb base form អូខេឥឡូវគឺ affirmative form យើងចប់ហើយដូច្នេះយើងចូលដល់ទម្រង់មួយទៀតទម្រង់ទី2គឺ interrogative form ទម្រង់សំណួរយើងគ្រាន់តែលើកអីទម្រង់សំណួរយើងគ្រាន់តែដាក់ did នៅពីមុខ subject ចំណែក verb ដែលមាន used to ដែលមាន d ខាងក្រោយយើងត្រូវលុប d ចោលដោយសារយើងដាក់ d នៅពីមុខនេះឃើញទេអញ្ចឹងយើងដាក់ did នេះនៅពីមុខ subject verb used to ដែលមាន d យើងលុប d ចោលហើយអូខេអញ្ចឹងអត់មាន d ទៀតទេណាអត់មាន d ទៀតទេអញ្ចឹង did plus subject plus used to plus verb 1ឬក៏ verb base form plus object question mark did បូកជាមួយនឹងប្រធានបូកជាមួយនឹង used to បូកជាមួយនឹង verb ខ្ទង់ទី1បូកជាមួយកម្មបទបូកជាមួយនឹងសញ្ញាសំណួរឧទាហរណ៍ Did you used to study French in 1981 តើអ្នកបានធ្លាប់រៀនភាសាបារាំងទេនៅឆ្នាំ1981អញ្ចឹងខាងក្រោយ used to នេះគឺ verb 1 base form អញ្ចឹង used to កន្លែងនេះ you កន្លែងនេះគឺគ្មាន d ទៀតទេដោយសារយើងដាក់ d នៅពីមុខប្រធានរួចហើយប្រយោគនេះគឺជាប្រយោគសំណួរអញ្ចឹងយើងមើលឧទាហរណ៍មួយទៀត
ឧទាហរណ៍មួយទៀត Did she used to sleep at 10 o'clock when she was 18 years old តើនាងធ្លាប់គេងនៅម៉ោង10ទេកាលពីនាងមានអាយុ18ឆ្នាំអញ្ចឹងខ្ញុំប្រើ did ដែរណាដោយសារប្រយោគហ្នឹងគឺជាប្រយោគ past កាលណាគេប្រើ used to គេប្រើជាមួយប្រយោគ past អញ្ចឹងអំពើចប់ហើយអំពើនឹងចប់ហើយកាលពី18ឆ្នាំមុនគឺគាត់ធ្លាប់គេងនៅម៉ោង10ឥឡូវនេះគឺគាត់ឈប់ហើយមានន័យថាគាត់អាចគេងម៉ោង9គាត់អាចគេងម៉ោង8